ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមឋានៈ Digital របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យនាថ្ងៃទី28 ខែមិថុនាឆ្នាំ2026សហភាពសហជីពសុភមង្គលកម្មករកម្ពុជា CCWF បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមឋានៈ Digital ក្រោមអធិបតីភាពលោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាពថ្នាក់ដឹកនាំសហព័ន្ធសហជីពនិងសខាកាមសរុបចំនួន30នាក់នៅស្នាក់ការកណ្ដាលរបស់សហភាពស្ថិតនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលថ្លែងនៅក្នុងពិធីបិទលោកឡៃផលីអនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងនិងជំនាញផ្នែកបច្ចេកវិទ្យា Digital ដល់ថ្នាក់ដឹកនាំសហជីពដើម្បីបង្កើតប្រសិទ្ធភាពក្នុងការដឹកនាំការគ្រប់គ្រងនិងការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតស្របតាមការវិវត្តនៃបដិវត្តឧស្សាហកម្ម 4.0 លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល2ថ្ងៃដោយបានបញ្ជាក់ថាសខាកម្មទទួលបានទាំងចំណេះដឹងទ្រឹស្ដីនិងជំនាញអនុវត្តជាក់ស្ដែងដែលអាចយកទៅប្រើប្រាស់ក្នុងការងារនៅតាមមូលដ្ឋានដើម្បីពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ប្រសិទ្ធភាពការងារសហជីពឲ្យកាន់តែទំនើបនិងមានប្រសិទ្ធភាពនៅក្នុងឱកាសនោះដែរលោកអ៊ុនដារ៉ាប្រធានសហភាពសហជីពកម្ពុជាពលិកម្មករបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះលោកបានលើកឡើងថាការបណ្តុះបណ្តាលប្រកបដោយគុណភាពទាមទារឲ្យមានការរៀបចំយ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពចាប់ពីកន្លែងបន្ទប់សិក្សាគ្រូឧទ្ទេសមុខវិជ្ជាឯកទេសនិងមេរៀនដែលមានគុណភាពលោកបានកោតសរសើរចំពោះការជ្រើសរើសមុខវិជ្ជា Digital ដែលជាចំណេះដឹងដ៏សំខាន់និងស្របតាមនិន្នាការអភិវឌ្ឍពិភពលោកព្រមទាំងកោតសរសើរចំពោះលោកលីវិចិត្រដែលបានយកចិត្តទុកដាក់និងជំរុញការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពឲ្យស្របតាមយុគសម័យ Digital លោកក៏បានសម្ដែងក្តីរំពឹងថាសខាកម្មទាំងអស់នឹងយកចំណេះដឹងនិងជំនាញដែលទទួលបានទៅអនុវត្តជាក់ស្ដែងដើម្បីពង្រឹងសមត្ថភាពអង្គការសហជីពនិងលើកកម្ពស់ផលប្រយោជន៍របស់កម្មករនិយោជិតនៅកម្ពុជាមានប្រសាសន៍ក្នុងឱកាសនោះលោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានសម្ដែងនៅការកោតសរសើរចំពោះគណៈកម្មការរៀបចំគ្រូឧទ្ទេសនិងសិក្ខាកាមទាំងអស់ដែលបានចូលរួមចំណែកធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយជោគជ័យលោកបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែផ្ដល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំសហជីពក្នុងការផ្លាស់ប្ដូរបទពិសោធន៍និងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសង្គម Digital លោកប្រធានបានអំពាវនាវឲ្យសិក្ខាកាមទាំងអស់បន្តសិក្សាស្រាវជ្រាវអភិវឌ្ឍជំនាញ Digital និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្ដែងលោកបានបញ្ជាក់ថាការអភិវឌ្ឍសមត្ថភាពធនធានមនុស្សគឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងអង្គការសហជីពឲ្យមានភាពរឹងមាំនិងអាចបម្រើផលប្រយោជន៍របស់សមាជិកបានកាន់តែមានប្រសិទ្ធភាពក្នុងឱកាសនោះលោកប្រធានក៏បានផ្ដល់អនុសាសន៍ថាសហជីពរឹងមាំចាប់ផ្ដើមពីថ្នាក់ដឹកនាំដែលមានចក្ខុវិស័យចំណេះដឹងនិងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើសមាជិកដោយមានប្រសិទ្ធភាពជាទីបញ្ចប់លោកប្រធានបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំគ្រូឧទ្ទេសដៃគូសហការនិងសិក្ខាកាមទាំងអស់ដែលបានរួមចំណែកធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យពិធីបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាលរីករាយនិងប្រកបដោយភាពជោគជ័យដោយសិក្ខាកាមបានបដិញ្ញាយកចំណេះដឹងនិងជំនាញដែលទទួលបានទៅអនុវត្តជាក់ស្ដែងដើម្បីរួមចំណែកអភិវឌ្ឍចលនាសហជីពនិងលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍របស់កម្មករនិយោជិតនៅកម្ពុជា